មកមើលពីរបៀបនៃការប្រើប្រាស់ម៉ាស៊ីនមួយនេះតែគ្នាឃើញនេះនេះឃើញនេះអត់អញ្ចឹងកន្លែងនេះគឺជាកន្លែងសម្រាប់ឲ្យយើងចុចប៊ូតុងនេះដើម្បីឲ្យតម្លាក់សម្រាប់ណាអញ្ចឹងខ្ញុំចុចនេះណាយើងមានន័យថាយើងចុចចុះមកក្រោមបែបនេះនេះឃើញអត់ឃើញវាឈូសសម្រាប់អត់ចាអានេះគឺកន្លែងយើងតម្លាក់សម្រាប់អានេះគឺជាកន្លែងដោះក្បាលយើងចុចវាតិចមកចុចវាចូលអញ្ចឹងហើយយើងដកវាចេញមកអូខេអញ្ចឹងនៅក្នុងក្បាលនេះគឺវាអត់ខុសពីម៉ាស៊ីនផ្សេងទេយើងអាចមើលកន្លែង unlock នេះបាន unlock នេះយើងចុចមកដកម៉ាស៊ីនចេញនេះអូខេបែបនេះយកនេះឃើញអត់អញ្ចឹងអានេះយើងអាចដោះវាយកទៅសម្អាតបានលាងទឹកមកហាលស្ងួតគឺដាក់ចូលម៉ាស៊ីនវិញអញ្ចឹងនៅក្នុង filter របស់វានេះគឺនៅក្នុងបដូរម៉ាស៊ីនរបស់វានេះវាមាន filter នេះមួយឥឡូវនេះយើងដកចេញអត់បានទេយើងត្រូវមួលវាកាត់មួលមកអានេះមកអូខេហើយយើងដកចេញអានេះគឺជា filter នៅខាងក្នុងម៉ាស៊ីនយើងដកចេញហើយយើងអាចសម្អាតត្រឹមតែផ្លុំឬក៏បោះវាចេញដីឲ្យអស់ហើយបានហើយអត់ហាមលាងទឹកហើយយើងនេះយើងដាក់ចូលវិញមកយើងមួលចេញយើងមួលចូលវិញនេះយើងមួលចូលវិញមកចាំទៅដល់កន្លែងនេះគឺយើងអាចមួលបានយើងមួលបែបនេះឈប់នេះយើងមួលចេញមកណាមួលចេញមកខាងនេះហើយយើងដកចេញអញ្ចឹងអានេះយើងអាចលាងទឹកវាបានលាងទឹកដូចខ្ញុំប្រាប់អញ្ចឹងលាងទឹកហើយហាលស្ងួតទៅអាកន្លែងនេះមុននឹងខ្ញុំប្រាប់ហើយកន្លែង filter វាហ៎អានេះយើងលាងបានហើយអាកន្លែងនេះគឺជាកន្លែងដែលវាទប់សម្រាមទប់ធូលីកុំឲ្យហុយចូលម៉ាស៊ីនហ្នឹងអាកន្លែងនេះឃើញអត់យើងអាចគ្រាន់តែ clean វាតិចតិចទៅបានហើយព្រោះអានេះវាបោះចេញអត់បានទេបាទអញ្ចឹងវានៅជាប់កន្លែងហ្នឹងហ្មងណាហើយកន្លែង filter វាមួយទៀតតែខ្ញុំប្រាប់ដល់ពេលយើងដាក់ចូលវិញយើងមួលចេញមកកាច់ដូចគ្នាកាច់ចូលវិញនិយាយទៅកាច់ចេញកាច់ចូលអញ្ចឹងកន្លែង filter អ្នកគ្នាអាចមើលកន្លែងនេះបាននេះវាមានកន្លែង lock ហើយនិង unlock ឃើញអត់អញ្ចឹងនៅក្នុងនេះគឺយើងយ៉ាអញ្ចឹងកន្លែងនេះគឺយើងមួលមកកន្លែង unlock អូខេមួលចេញហើយយើងឃើញកន្លែងនេះអត់អាលឿននេះគឺ filter យើងមើលជ្រុងនេះអាចជ្រុងទូចនេះគឺយើងអាចកោះវាចេញបានឃើញទេកោះហើយយើងដកចេញមក filter របស់វាអញ្ចឹង filter នេះគឺយើងអាចយកវាទៅកោះដីបានហាមលាងទឹកដូចដើមអញ្ចឹងគឺហាមលាងទឹកកោះដីហើយដាក់ចូលកន្លែងដើមវិញមកដាក់តែប៉ុណ្្នឹងមកមួលនេះចូលវិញរួចរាល់ហើយនេះបើយើងត្រូវការដាក់ចូលវិញយើងមើលកលឹះវាមកយើងមើលកលឹះនេះអានេះគឺត្រូវនៅខាងក្រោមអូខេដាក់ចូលបែបនេះហើយរុញអូខេរុញឲ្យទៅលឺមកកឹបអត់កន្លែងនេះមកក្រឹកហើយបើយើងត្រូវការសម្អាតនៅកន្លែងនេះក៏អត់បាត់ដែរទេនេះអានេះងាយស្រួលយើងត្រូវការសម្អាតយើងចុចឡើងនេះអញ្ចឹងកន្លែងនេះយើងអាចដោះសម្អាតបានយើងទាញវាចេញមកហើយដកចេញអញ្ចឹងអានេះយើងអាចសម្អាតបានហើយបើយើងសម្អាតហើយយើងត្រូវការដាក់ចូលវិញដូចដើមអញ្ចឹងដាក់កន្លែងនេះមកដាក់វាត្រូវញ៉ាំខាងក្នុងនេះដាក់ថ្មីវាត្រូវញ៉ាំខាងក្នុងនេះឃើញទេនេះយើងដាក់ត្រូវញ៉ាំវាមកហើយយើងមួលមើលយើងមួលដាក់មកឲ្យវាចូលចែកឃើញទេហើយយើងរុញវាចូលពេលរាល់នេះក៏អញ្ចឹងដែរដូចគ្នាអញ្ចឹងយើងមើលមកកន្លែងនេះដកបានទេតែកន្លែងនេះដកបានទេមិនអញ្ចឹងមកដកចេញយើងសម្អាតបានទាំងអស់អានេះចង់ស្រួលជាងអាមិញទៀតចង់ស្រួលជាងអាម៉ាស៊ីនបូមក្បាលបូមលើព្រំទៀតដោយសារនេះអត់មានប្រឡោះទេនិយាយទៅទលេស្អាតហ្មងដល់ពេលយើងដាក់ចូលវិញដូចដើមអញ្ចឹងគឺយើងមើលកន្លែងនេះអូខេដាក់វាចូលអញ្ចឹងមកមួលវាបន្តិចមកឲ្យអប់ជប់អញ្ចឹងហើយយើងកាត់ម៉ាស៊ីនអូខេចាំមកកាច់មកអូខេអញ្ចឹងអានេះរួចរាល់ហើយចឹងនៅក្នុងវីដេអូមួយនេះខ្ញុំបានប្រាប់អ្នកទាំងគ្នារួចរាល់ហើយទាក់ទងជាមួយនឹងការប្រើប្រាស់ការសម្អាតការផ្គុំចូលការដកម៉ាស៊ីនចេញការបដូរក្បាលអីហ្នឹងគឺប្រាប់ detail ទាំងអស់ហើយអញ្ចឹងបើសិនតែបងប្អូនអ្នកគ្នាមានចម្ងល់ទាក់ទងជាមួយនឹងការប្រើប្រាស់ផ្សេងៗអាច comment នៅខាងក្រោមនេះបានអញ្ចឹងកុំភ្លេចចុច like share comment and subscribe ដើម្បីទទួលបានជាមួយនឹងវីដេអូថ្មីៗជួបគ្នានៅវីដេអូក្រោយបាយ